សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃទី3ខែធ្នូឆ្នាំ2025ព្រឹកមិញនេះនៅក្នុងเพจផ្លូវការរបស់កងទ័ពភូមិភាគទី2ថៃបានចេញផ្សាយថាមានករណីផ្ទុះមីនចំនួន1គ្រាប់នៅតំបន់ហួយតាមម៉ារីកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 14:20 នាទីរសៀលនិងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី2ថៃមកលើកម្ពុជាក្នុងគោលបំណងបំភាន់សហគមន៍អន្តរជាតិនិងលាក់កំបាំងនៅមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាសូមជម្រាបជូនសាធារណជនថាបើយោងតាមព័ត៌មានដែលទទួលបានពីយុទ្ធភូមិភាគទី4របស់កម្ពុជាបានបញ្ជាក់ថាកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 14:20 នាទីរសៀលគឺពុំមានឮសំឡេងផ្ទុះគ្រាប់មីនដោយការអះអាងរបស់កងទ័ពភូមិភាគទី2ថៃឡើយក្រសួងការពារជាតិសូមបញ្ជាក់យ៉ាងមុតមមសារជាថ្មីថាចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិដោយមិនដែលដាក់មានថ្មីដែលគំរាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយកម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិតដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបន្តបដិញ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានคล้ายៗឬព័ត៌មានមិនពិតក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនិងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន